จำเรียบสู่ปุกไม้บองปอนต่อคนี้ไปคนี้อยู่ขยมอาคารวิดีโอมวยจำนวนยังไงอยากไปอยู่ได้ปังฮอนในขนม YouTube จ้ะโดยสาการมาเมียยักเขานังปัญหาสงครามพ้องจ้ะโดยบองปอนดังสารภาพថាปัจจุบันนี้คือនៅព្រំប្រទល់ខ្មែរថៃដែលយើងកំពុងធ្វើសង្គ្រាមនៅទីតាំងខ្លះវាកំពុងតែក្តៅបើយើងនិយាយទៅវាចូល10ថ្ងៃជាងហើយខ្ញុំជាប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងបាត់ដំបងចាមានការភ័យព្រួយខ្លះដែរមិនមែនថាអត់ទេដោយសារតែការសាយភាយការវាយប្រហារឈ្លានពានរបស់ថៃចូលដែនអធិបតេយ្យភាពរបស់ប្រទេសខ្មែរប្រទេសកម្ពុជាវាជារឿងមួយដែលមិនសមហេតុមិនសមផលសោះហើយក្នុងនាមយើងជាប្រជាពលរដ្ឋខ្មែរយើងប្រកាសជាមានភាពខឹងសម្បាហ្នឹងហើយអន់ចិត្តខូចចិត្តក៏ប៉ុន្តែបងប្អូនទាំងអស់គ្នាត្រូវចាំថាប្រទេសអ្នកមានជាមិនផុតទេគាត់នឹងធ្វើការមើងងាយទៅអ្នកក្រដល់ប្រទេសអ្នកក្រណាយើងឧទាហរណ៍សាមញ្ញសំបីតែប្រជាពលរដ្ឋរវាងអ្នកមានអ្នកក្រហ្នឹងពេលខ្លះគឺគាត់មើងងាយមកអ្នកក្រគាត់ហ៊ានធ្វើអ្វីគ្រប់យ៉ាងហ្នឹងហើយដោយមិនគិតអំពីអារម្មណ៍របស់អ្នកក្រនឹងថាយ៉ាងម៉េចទេគាត់ឆ្លៀនពៀនគេក៏មិនជាបញ្ហាគាត់អាងនេះអាងនោះអីចឹងទៅចំណុចកន្លែងហ្នឹងហើយដែលវាសបង្ហាញថាគ្មានគុណធម៌ប្រទេសមួយគ្មានគុណធម៌គ្មានសុជីវធម៌គ្មានសិលធម៌បើយើងនិយាយពីធៀបពីមនុស្សក៏ដូចគ្នាដែរកាពិតទៅវាមិនមែនរឿងអ្នកមានអ្នកក្រទេវាគ្រាន់តែបែងចែកធនធានដែលយើងកំណត់ថាអ្នកមាននិងអ្នកក្រប៉ុន្តែអ្វីដែលសំខាន់គឺសុជីវធម៌អត្តចរិតសិលធម៌គុណធម៌វាជារឿងដែលជាគុណតម្លៃស្នូលរបស់មនុស្សជាតិទាំងអស់តែម្ដងចាបើសិនជាអ្នកមានហ្នឹងគាត់មានចរិតថ្លៃថ្នូរគាត់មានសុជីវធម៌យើងទៅបន្ទោសគាត់ដែរគឺយើងប្រកាសជាអត់ទេចាបើសិនជាអ្នកមានហ្នឹងគាត់ចរិតមិនថ្លៃថ្នូរគាត់គ្មានសុជីវធម៌អាហ្នឹងតើយើងគិតយ៉ាងម៉េចយើងមិនអាចម៉ៃអ្នកមានទាំងអស់បានទេអញ្ចឹងណាអញ្ចឹងហើយបានជាយើងទាំងអស់គ្នាត្រូវគិតពិចារណាត្រង់ចំណុចនេះហើយហេតុអីបានជាខ្ញុំលើកចំណុចនេះកើតឡើងបងប្អូនត្រូវចាំថាការឆ្លោះគ្នាសង្គ្រាមកើតឡើងគឺដោយសារតែចំណុចហ្នឹងឯងគឺដោយសារតែការគ្មានគុណធម៌សិលធម៌ហ្នឹងឯងចាការមើងងាយគេណាគឺវាបង្កើតជាចំនួនហើយមិនថាមនុស្សនឹងមនុស្សប្រទេសនឹងប្រទេសក៏ដោយណាអញ្ចឹងយើងត្រូវការអប់រំប្រជាពលរដ្ឋរបស់យើងកូនចៅរបស់យើងនេះឲ្យគាត់មានចរិតថ្លៃថ្នូរសុជីវធម៌ហ្នឹងហើយថ្លៃថ្នូរមិនចេះឲ្យតម្លៃគេណាឲ្យតម្លៃគេពីព្រោះគេក៏ជាមនុស្សជាតិធ្វើត្បិតតែគេមិនប្រើសម្ភារៈថ្លៃថ្នូរមិនរស់នៅវិឡាសធំសឹមស្កៃដូចយើងក៏ដោយក៏ប៉ុន្តែក៏គាត់គឺជាមនុស្សដូចគ្នាអញ្ចឹងតើយើងចេះឲ្យតម្លៃទៅគេដោយរបៀបម៉េចណាអញ្ចឹងយើងនឹងបញ្ជានឹងការឆ្លោះគ្នាណាការឆ្លោះគ្នាសង្គ្រាមអីផ្សេងហ្នឹងហើយការប៉ះទង្គិចគ្នាដូចយើងឃើញអញ្ចឹងអ្នកបច្ចុប្បន្នដែលប្រទេសថៃកំពុងតែវាយសង្គ្រប់ចូលមកប្រទេសយើងហើយខ្ញុំឃើញផ្ទាល់ភ្នែកការមានផ្ទុះអាវុធអីបងប្អូនដែលនៅតាមបណ្ដាខេត្តផ្សេងដែលឆ្ងាយពីព្រំប្រទល់ខ្មែរថៃណាអញ្ចឹងប្រហែលជាគាត់មើលបានតាមវីដេអូអីអញ្ចឹងទេហ្នឹងហើយអ្នកខាងភ្នំពេញអីប៉ុន្តែសម្រាប់ខ្ញុំវិញគឺយើងឃើញដ្រូនយើងឃើញការហោះមកហើយក្រុមការងាររបស់យើងដែលនៅកន្លែងទីតាំងនឹងផ្ទាល់ហ្នឹងគាត់ផ្ញើវីដេអូមកហ្នឹងហើយការលឺសំឡេងហើយមិត្តភ័ក្តិដែលយើងស្គាល់ហ្នឹងគាត់លឺសំឡេងអីផ្សេងផិតភ័យណាភ័យខ្លាំងមែនតើហើយសំបីតែ
ខ្ញុំនៅនេះហ្នឹងក៏សាយភាយមកដែរមិនថាអត់ទេណាហ្នឹងហើយក៏មានការប្រេភុព្រួយបារម្ភហ្នឹងហើយនិយាយចង់ជាប់មាត់ណា ចុះហ្មងដល់បងប្អូនដែលគាត់នៅព្រំដែនផ្ទាល់ហ្នឹងហើយតើគាត់ភិតភ័យយ៉ាងម៉េចហើយយើងឃើញវីដេអូហើយការជំលះខ្លួនរបស់ពួកគាត់គឺពិបាកណាស់ជាពិសេសក្មេងៗគ្នាអត់មានបានរៀនសូត្រអីទេហ្នឹងហើយនេះហើយគឺជាចរិតប្រទេសណាមានដែលគ្មានសុជីវធម៌ណាអាហ្នឹងគឺខ្ញុំសូមបញ្ជាក់កន្លែងហ្នឹងហើយខ្ញុំផ្ដោតទៅលើអ្នកនយោបាយហើយនឹងទាហាននឹងតែម្ដងចាចំពោះប្រជាពលរដ្ឋខ្ញុំជឿថាមានប្រជាពលរដ្ឋខ្លះក៏គាត់មានសុជីវធម៌គាត់យល់ដឹងមានចំណេះដឹងអីដែរអញ្ចឹងអ្នកខ្លះក៏គាត់គេហៅថាជាតិនិយមជ្រុលហ្នឹងហើយឃើញការកាប់ចាក់សម្លាប់គ្នាគាត់សប្បាយចិត្តសូម្បីតែខ្មែរយើងក៏មានដែរណាមិនមែនថាអត់ទេនេះខ្ញុំមិននិយាយកាន់ជើងទៅអ្នកណាទេហ្នឹងហើយអញ្ចឹងគឺចរិតចេញមកពីក្នុងនេះអញ្ចឹងយើងមិនគួរសប្បាយរីករាយនៅអ្វីដែលការកាប់ចាក់បហូរឈាមគ្នាទៅវិញទៅមកនោះទេហ្នឹងហើយអ្នកណាក៏ដោយក៏ចង់រស់ចង់ជួបជុំក្រុមគ្រួសារដែរចាដូចគ្នាក៏ប៉ុន្តែតើយើងចង់ដោះស្រាយបញ្ហាហ្នឹងតាមរយៈការទូតឬក៏តាមរយៈកម្លាំងណាចុះបងប្អូនមើលតាំងពីកាយវិការពាក្យសម្ដីរបស់ខាងមេដឹកនាំថៃដែលគាត់ធ្វើយ៉ាងម៉េចយើងឃើញហើយណាយើងមិនអាងថាជាប្រទេសជនរងគ្រោះជាប្រទេសតូចតាចហើយយើងទៅវាយជាមួយគេអាហ្នឹងគឺយើងអត់អាងទេណាក៏ប៉ុន្តែយើងត្រូវការដោះស្រាយតាមរយៈការទូតហ្នឹងហើយតាមរយៈសន្តិវិធីព្រោះយើងអត់ចង់ឲ្យបង្ហូរឈាមទេដោយសារតែប្រទេសកម្ពុជារបស់យើងបានឆ្លងកាត់របបបល្ល័ង្កពុទ្ធសាសន៍ដែលវាខុសខើហ្នឹងហើយការស្លាប់រង្គាលប្រជាជនខ្លួនឯងហ្នឹងហើយឆ្លូតត្រង់រាប់ម៉ឺនរាប់សែននាក់យើងឃើញយើងឆ្លងកាត់អាហ្នឹងអញ្ចឹងយើងមិនចង់ឲ្យមានហេតុការណ៍ហ្នឹងកើតឡើងទៀតទេចាយើងសុំតែការរស់រានមានជីវិតសន្តិភាពដោះស្រាយដោយសន្តិវិធីហើយសុំជាប្រទេសអភិវឌ្ឍយើងអត់ចង់40ឆ្នាំ50ឆ្នាំម្ដងសង្គ្រាម50ឆ្នាំម្ដងសង្គ្រាមអញ្ចឹងអត់កើតទេប្រទេសយើងក៏មិនរីកចម្រើនដែរហ្នឹងហើយអញ្ចឹងក្នុងនាមជាប្រទេសជិតខាងយើងគួរតែរាប់អានគ្នាល្អកុំមានការកេងចំណេញទៅលើគ្នានឹងគ្នាហ្នឹងហួសហេតុពេកហ្នឹងហើយយើងប្រើកម្លាំងគៀបសង្កត់ផ្សេងអានោះគឺមិនជាទម្រង់មួយដែលល្អទេចាចឹងត្រឡប់មកវិញគឺបងប្អូនប្រជាពលរដ្ឋដែលនៅក្នុងប្រទេសកម្ពុជាទាំងអស់ត្រូវជឿជាក់ទៅលើរាជរដ្ឋាភិបាលរបស់យើងដែលគាត់កំពុងតែដោះស្រាយព្រោះយើងត្រូវការរួមសាមគ្គីគ្នាគាត់កំពុងដោះស្រាយនៅឆាកអន្តរជាតិទាំងការទូតទាំងទប់ទល់ជាមួយនឹងការឈ្លានពានរបស់ថៃចូលមកទឹកដីប្រទេសយើងក៏ដោយណាហើយយើងជាប្រជាពលរដ្ឋយើងត្រូវតស៊ូជាមួយគ្នាពិតណាស់ខ្ញុំឃើញបងប្អូនប្រជាពលរដ្ឋរបស់យើងគាត់មានការសាមគ្គីភាពដោយសារព័ត៌មានគឺបានគាត់ឃើញហ្នឹងហើយអញ្ចឹងគាត់ជួយជាថវិកាផ្ទាល់ខ្លួនណាដែលជាញើសឈាមរបស់គាត់ចូលរួមការបរិច្ចាគអីផ្សេងខ្ញុំឃើញថាវាពិតជាល្អមែនតើវាឆ្លុះបញ្ចាំងពីការសាមគ្គីភាពហ្នឹងហើយរឿងការខ្វះខាតផ្សេងគឺចាំចប់សង្គ្រាមអញ្ចឹងយើងអាចធ្វើការណែនាំធ្វើការបញ្ចេញមតិយោបល់ណាគ្នាទៅវិញទៅមកដើម្បីធ្វើការអភិវឌ្ឍបន្ថែមប៉ុន្តែមិនមែនជាការជេរបន្តិចគ្នាទៅវិញទៅមកទេយើងត្រូវចាំថាតិចយើងនេះចង់បានស្ដាប់ពាក្យល្អហ្នឹងហើយអត់ចង់បានគំរោះគំរើយអញ្ចឹងនៅពេលដែលមាត់យើងនិយាយចេញទៅក្នុងការណែនាំមន្ត្រីរាជការអីកន្លែងណាមួយដើម្បីកែលម្អហ្នឹងវាគួរតែប្រយ័ត្នប្រយែងយើងគួរតែលើកដាក់សម្លេងនិងធ្វើការនិយាយយ៉ាងម៉េចដើម្បីឲ្យមន្ត្រីទាំងអស់ហ្នឹងគាត់ទទួលយកបានហើយធ្វើការកែប្រែឬក៏ថ្នាក់ដឹកនាំអីចឹងទៅណាដែលគាត់បម្រើប្រជាពលរដ្ឋ
ហ្នឹងហើយអញ្ចឹងដល់ពេលហ្នឹងចាំយើងធ្វើការបញ្ចេញមតិយោបល់ប៉ុន្តែក្នុងអំឡុងពេលនេះយើងត្រូវរួមសាមគ្គីគ្នាមួយជាធ្លុងមួយបើសិនជាយើងបែកបាក់ស្មារតីបែកបាក់កម្លាំងគឺប្រកបណាស់យើងនឹងបរាជ័យហ្នឹងហើយយើងត្រូវតាំងចំហទៅមុខណានឹងឲ្យផ្សព្វផ្សាយព័ត៌មានផ្សេងៗដើម្បីឲ្យសហគមន៍អន្តរជាតិប្រទេសនានាគឺគាត់បានដឹងព្រោះគាត់អត់បានមកផ្ទាល់ទេណាគឺគាត់នៅខាងក្រៅគាត់មើលតែវីដេអូដូចតែគ្នាហ្នឹងហើយយើងទាំងអស់គ្នាត្រូវចាំថាព័ត៌មានទៅដល់គាត់មុនគេគឺគាត់បានដឹងគាត់នឹងគិតពិចារណាហើយកាលពីមុនគឺយើងមិនបានព័ត៌មានទូលំទូលាយទេអញ្ចឹងព័ត៌មានវៀតណាមព័ត៌មានថៃព័ត៌មានសៀមគឺគាត់វាបហាទៅមុនអញ្ចឹងនៅពេលដែលគាត់បញ្ជ្រាបទៅមុនទៅវាធ្វើឲ្យគេនឹងគិតថាយើងនឹងអាក្រក់ខ្លាំងណាស់ហ្នឹងហើយយើងមើលវប្បធម៌មួយចំនួនគេបានផ្សព្វផ្សាយទៅមុនណាអញ្ចឹងវាធ្វើឲ្យប្រទេសមួយចំនួនគាត់ថាយើងទៅជាចលងកូពីអីអញ្ចឹងទៅដែលយើងជាជនជាតិដើមអញ្ចឹងយើងត្រូវចូលរួមជាមួយគ្នាជាស្មារតីជាធ្លុងមួយដើម្បីការពារប្រទេសជាតិយើងវប្បធម៌ជាតិសាសនាព្រះមហាក្សត្រប្រជាជនរបស់យើងទាំងអស់គ្នាហើយខ្ញុំពិតជាត្រេកអរសប្បាយរីករាយមែនទែនដែលបងប្អូនមិនថានៅក្នុងប្រទេសក្រៅប្រទេសក៏ដោយគាត់ព្យាយាមបង្ហាញសម្លេងរបស់គាត់ចូលរួមទាំងអស់គ្នាខ្ញុំពិតជាអរគុណខ្លាំងមែនទែនហើយក៏វីដេអូនេះក៏ខ្ញុំធ្វើការស្មឹងស្មាតអារម្មណ៍ឧទ្ទិសកុសលដល់វីរៈកងទ័ពទាំងអស់ដែលគាត់បានពលីជីវិតរបស់គាត់នៅក្នុងសមរភូមិក្នុងការការពារទឹកដីរបស់យើងហើយមានតែឧទ្ទិសកុសលគាត់ទៅសុគតិភពហើយអ្នកដែលនៅរស់រានមានជីវិតគឺគាត់សំណាងល្អសុខសុវត្ថិភាពហើយគាត់មានកម្លាំងចិត្តក្លាហានពុះពៀតទៅមុខបន្ថែមទៀតហើយយើងកម្លាំងជួរក្រោយនេះគឺយើងនឹងរួមសាមគ្គីគ្នាហើយសូមឲ្យថ្នាក់ដឹកនាំគាត់មានកម្លាំងស្មារតីបញ្ញាឃ្លាវខ្លាសម្រាប់ចិត្តត្រូវដើម្បីពំនាំប្រទេសមួយនេះប្រទេសខ្មែរប្រទេសកម្ពុជានេះឈានទៅរកការរីកចម្រើនដ៏យូរអង្វែងសុខសន្តិភាពដ៏យូរអង្វែងសូមអរគុណ